មូលនិធិគន្ធបុប្ផាកម្ពុជាបាននឹងកំពុងសាងសង់អគារថ្មី6ជាន់ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រែរួមគ្នាបន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតបច្ចឹមមនីហ៊ុនម៉ាណែតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជារួមជាមួយការណែនាំផ្ទាល់ពីអគ្គបណ្ឌិតសភាចារ្យអូនពាន់មនីរតន៍ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាបឋមបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាអគារថ្មីកម្ពស់6ជាន់ក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំត្រូវបានចាប់ផ្ដើមសាងសង់ការសាងសង់អគារនេះមានគោលបំណងសំខាន់ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្ដែងសម្រួលដល់ការពិនិត្យនិងព្យាបាលទារកនិងកុមារក៏ដូចជាកាត់បន្ថយអត្រាខ្ពស់នៃការប្រើប្រាស់គ្រែរួមគ្នាដែលជាបញ្ហាប្រឈមមួយរបស់មន្ទីរពេទ្យអគារថ្មីនេះមានសមត្ថភាពផ្ទុកគ្រែបានចំនួនប្រមាណ200បន្ថែមទៀតលើគ្រែចំនួន2161ដែលមន្ទីរពេទ្យគន្ធបុប្ផាមានបច្ចុប្បន្នគិតត្រឹមពាក់កណ្ដាលខែមិថុនាឆ្នាំ2026កន្លងទៅការសាងសង់អគារនេះបានសម្រេច 5% ហើយមូលនិធិគន្ធបុប្ផានឹងបន្តបង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់ជូនសប្បុរសជននិងសាធារណជនជាបន្តបន្ទាប់រាល់ការបរិច្ចាគថវិកាក្នុងស្មារតីខ្មែរជួយខ្មែរសុទ្ធតែមានតម្លៃធំធេងដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការបន្តបេសកកម្មជួយសង្គ្រោះជីវិតទារកនិងកុមារកម្ពុជាក៏ដូចជាសេវាសម្ភពដោយឥតគិតថ្លៃប្រកបដោយគុណភាពនិងមិនមានការរើសអើង